មេឆ្មាមួយក្បាលវាបានផ្ដល់កំណើតឲ្យកូនឆ្មាចំនួន3ក្បាលដោយកូនឆ្មាច្បងមានសម្បុរខ្មៅហើយវាមានរាងកាយមាំមួនជាងគេក្នុងចំណោមកូនទាំង3ចំណែកកូនទី2វាមានសម្បុរក្រឡេកក្រឡាចម្រុះពោះវាមានភាពរហ័សរហួននិងឆ្លាតវៃជាងគេហើយតែងតែរកកន្លែងហាលថ្ងៃល្អបំផុតបានជានិច្ចចំណែកកូនពៅវាមានពណ៌ប្រផេះស្រអាប់គ្មាននរណាចាប់អារម្មណ៍ឡើយថ្ងៃមួយម្ចាស់ផ្ទះបានមកជ្រើសរើសកូនឆ្មាហើយបានយកកូនច្បងនិងកូនទី2ទៅបាត់នៅសល់តែកូនពៅដែលកំពុងសំងំខ្លួននៅជ្រុងមួយឆ្មាមេបានលើកក្បាលកូនពៅថ្នមៗហើយនិយាយថាកុំបារម្ភអីកូនឲ្យម៉ែនឹងនៅជាមួយកូនជានិច្ចពេលធំឡើងកូនពៅមិនខ្លាំងដូចកូនបងទេហើយក៏មិនឆ្លាតដូចបងទី2ដែរប៉ុន្តែវាតែងតែកំដរនឹងដើរលេងជាមួយម៉ែរាល់ថ្ងៃជួយដេញឆ្មាព្រៃដែលតែងតែមករំខានម៉ែនៅរដូវរងាវាថែមទាំងលះបង់កន្លែងគេងដ៏កក់ក្ដៅបំផុតឲ្យម៉ែគេងទៀតផងក្រោយមកឆ្មាម្ចាស់ជ្រេហើយដើរលេងសូវរួចដូចមុនកូនពៅក៏តែងតែខំយកអាហារត្រឡប់មកផ្ទះជារៀងរាល់ថ្ងៃហើយបញ្ចុកម៉ែមួយម៉ាត់ដោយក្តីយកចិត្តទុកដាក់ឆ្មាចិត្តខាងមួយក្បាលបានឃើញទង្វើបែបនេះសួរវាថាបងរបស់អញសុទ្ធតែទៅរស់នៅសំណុកសុខស្រួលអស់ហើយអញនៅទីនេះមើលថែម៉ែបែបនេះមិនមានអារម្មណ៍ថាខាត់បងទេកូនពៅញឹមហើយឆ្លើយថាពួកគេទៅព្រោះពួកគេមានកន្លែងដែលត្រូវទៅតែខ្ញុំនៅទីនេះព្រោះម៉ែគ្មានកន្លែងណាផ្សេងដែលត្រូវទៅទេ